ngay khai năm cầm nã bọn nàyต่อគ្នាគឺជា password ឬមួយក៏លេខសម្ងាត់ដែលយើងអាចមើលដឹងពីដំណើរជីវិតរបស់អ្នកទាំងអស់គ្នាជាក់ស្ដែងការមើលប៉ាឈឺឬមួយក៏យើងយកទិន្នន័យការកណនាអត្ថន័យមួយចំនួនឬមួយក៏ដំណើរជីវិតរបស់យើងពីក្នុងថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់យើងហើយនឹងម៉ោងការពិតប្រាកដរបស់យើងគឺជារឿងសំខាន់ដែលបងប្អូនគួរតែធ្វើការឆែកមើលឲ្យដឹងម្ដងក្នុងមួយជីវិតដើម្បីដឹងថាតើដំណើរជីវិតយើងទៅខាងមុខតើយើងអាចមានគ្រោះអ្វីខ្លះត្រូវចាំថានៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ពីក្មេងរហូតដល់ចាស់នឹងជួបគ្រោះធំចំនួន3ដូចគ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនានៅវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងចេញវីដេអូប្រធានបទខ្លីមួយពាក់ព័ន្ធជាមួយនឹងប៉ាជឺអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាអ្នកនិយមតាមដានឬមួយក៏ចូលចិត្តការឆែករាសីនៅក្នុងប្រព័ន្ធ system ប៉ាជឺបងប្អូនប្រកាសជាស្គាល់ហើយប៉ាជឺមកពីពាក្យថាប៉ាជឺបាទប៉ាជឺគឺមានន័យថា8អក្សរនេះគឺជាធាតុទាំង8ដែលយើងអាចមើលឃើញនៅនឹងមុខដែលយើងតែងតែប្រើពាក្យថាប៉ាជឺនឹងឯងប៉ុន្តែនៅពីក្រោយនៃធាតុនេះយើងនៅមានធាតុជាច្រើនទៀតដែលវាមានបង្កប់នៅអត្តន័យវាអាចមានការរូបមន្តណាបាទតាក់ទងគ្នាដើម្បីឲ្យយើងមើលឃើញពីបញ្ហាក្នុងជីវិតឬមួយក៏ចំណុចខ្លាំងចំណុចខ្សោយនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបានច្រើនជាងមុនអញ្ចឹងក្នុងវីដេអូនេះដែរខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាការដែលមើលប៉ាជឺគឺជារឿងដែលសំខាន់បំផុតដែលយើងអាចមើលដឹងពីដំណើរជីវិតរបស់យើងទាំងមូលបងប្អូនដែលគាត់ធ្លាប់មកមើលប៉ាជឺជាមួយនឹងខ្ញុំជាហោហែមកហើយនេះគឺគាត់បានដឹងហើយថាការមើលប៉ាជឺជាមួយនឹងខ្ញុំនឹងទទួលបាននូវតនន័យព័ត៌មានរបៀបមិនខ្លះហើយការមើលប៉ាជឺរបស់ខ្ញុំនេះទៀតសោតបើសិនជាក្នុងករណីយើងមើលឃើញពីចំណុចខ្លាំងខ្ញុំនឹងប្រាប់ពីយុទ្ធសាស្ត្រនៅក្នុងការរស់នៅរបស់គាត់ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់គាត់នេះសមប្រកបជាមួយនឹងថ្ងៃខែឆ្នាំកំណើតដែលធ្វើឲ្យគាត់ងាយស្រួលទៅរកភាពជោគជ័យមានន័យថាកន្លែងនេះបើសិនជាប្រើពាក្យថាជោគជ័យគឺបងប្អូនកុំសម័យទៅដល់លុយវ៉ាលៀនគ្រាន់តែថាគាត់ធ្វើការងារណាមួយក៏ដោយមិនថាតូចមិនថាធំគឺភាគច្រើនទទួលបានលទ្ធផលជាទីគាប់ចិត្តមិនធ្វើឲ្យគាត់ខាតបង់បាទមិនធ្វើឲ្យគាត់មានការបង់ខាតអ្វីនោះទេអញ្ចឹងកន្លែងការមើលដែលយើងមើលប៉ាជឺនេះគុណសម្បត្តិរបស់វាគឺយើងនៅតែប្រឹងដដែលទេម្នាក់កើតមកគឺត្រូវតែប្រឹងឯដើម្បីបានជោគជ័យទាំងខ្ញុំជាចិនខ្សែក៏ខ្ញុំប្រឹងធ្វើវីដេអូប្រឹងអីដើម្បីធ្វើឲ្យខ្លួនឯងមានគេឈ្មោះឬមួយក៏មានគេស្គាល់គេការផ្សព្វផ្សាយទៅតាមនឹងដូចគ្នាប៉ុន្តែនៅពេលដែលយើងដឹងអំពីដំណើរជីវិតរបស់យើងថាការរស់នៅរបស់យើងឬមួយក៏ការដែលយើងចង់ឲ្យយើងធ្វើការងារអីមួយរលូនល្អតើយើងគួរប្រើយុទ្ធសាស្ត្ររស់នៅរបៀបណាអញ្ចឹងខ្ញុំលើកឧទាហរណ៍បុគ្គលខ្លះគាត់ត្រូវការយុទ្ធសាស្ត្រក្នុងការធ្វើឲ្យការងារគាត់ជោគជ័យបែបធៀបភ្លើងអញ្ចឹងការងារបែបធៀបភ្លើងនេះគឺជាការងារដែលមានភាពរហ័សរហួនការងារដែលធ្វើលឿននេះបើយើងប្រើភាសាមួយគេថាវាយលឿនណាបាទយើងធ្វើការងារអីមួយក៏ដោយរហ័សលឿនឲ្យទាន់ពេលវេលាទាន់សភាពការអាហ្នឹងมันគេហៅថាជាការធ្វើការងារបែបធៀបភ្លើងហើយអ្នកធៀបភ្លើងនេះបើសិនជាគាត់មានអាយុទ្ធសាស្ត្រជីវិតរបស់គាត់គឺធៀបភ្លើងហើយប៉ុន្តែការរស់នៅរបស់គាត់មិនប្រើយុទ្ធសាស្ត្រហ្នឹងទេគាត់ទៅប្រើយុទ្ធសាស្ត្រផ្សេងឥឡូវឧទាហរណ៍ថាគាត់ប្រើយុទ្ធសាស្ត្រធាតុទឹកគឺត្រជាក់គឺការគិតពិចារណាឲ្យបានយូរឲ្យបានដិតដល់មុននឹងធ្វើអញ្ចឹងពេលខ្លះធ្វើឲ្យការគិតរបស់គាត់នេះដំបូងយើងគិតទៅចង់ធ្វើតែដល់ពេលយូរគិតច្រើនទៅគឺយើងចាប់ដើមមានអារម្មណ៍មួយថាត្រជាក់ហើយយើងលែងចង់ធ្វើវិញអញ្ចឹងពេលខ្លះធ្វើឲ្យជីវិតរបស់គាត់បើយើងមើលទៅលើប៉ាជឺដំណើរជីវិតគឺខ្ពស់ល្អប៉ុន្តែនៅពេលដែលយើងទៅមើលលទ្ធផលជីវិតរបស់គាត់ជាក់ស្ដែងបែរទៅជាមិនមានជាលទ្ធផលដែលដូចជាមួយនឹងថ្ងៃខែព្រំលិខិតដែលបានចារមកទេនេះក៏ព្រោះដែលខ្ញុំតែងតែប្រើពាក្យមួយថារស់ខុសជាមួយនឹងស្តង់ដារជីវិតដែលទេវតាបានផ្ដល់ឲ្យយើងអញ្ចឹងនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេតែយើងនៅមានឧទាហរណ៍ជាច្រើនទៀតដូចជាជីវិតគូថាយើងគួររស់នៅជីវិតគូបែបណាតើគូយើងជាមនុស្សបែបណាដើម្បីឲ្យគូរបស់យើងល្អតើយើងត្រូវប្រើប្រាស់អាកប្បកិរិយារស់នៅជាមួយនឹងដៃគូគ្រួសាររបស់យើងនឹងជារូបមន្តធាតុអីបាទហើយយើងអាចដឹងទៀតថាការរកស៊ីរបស់យើងនៅវ័យក្មេងវ័យកណ្ដាលនិងវ័យចាស់តើមួយណាមានភាពរីកចម្រើនជាងនេះគឺយើងអាចមើលនៅក្នុងប៉ាជឺរបស់យើងបានអញ្ចឹងសម្រាប់បងប្អូនដែលគាត់មើលប៉ាជឺក្រៅពីគាត់ចង់ដឹងអំពីរឿងទាំងអស់នេះនៅមានរឿងជាច្រើនទៀតដែលខ្ញុំនឹងធ្វើការបកស្រាយនិងចែករំលែកកន្លែងនេះខ្ញុំចង់ប្រម៉ូទផងក៏មិនមានន័យថាវីដេអូនេះចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអំពីប៉ាជឺទេប៉ុន្តែគ្រាន់តែចង់និយាយថាខ្ញុំមានមើលប៉ាជឺដែរកុំឲ្យមានបងប្អូនខ្លះគាត់ឆ្ងល់ថាអូភ័យលោកគ្រូដូចអត់មាននិយាយអំពីសេវាកម្មមើលប៉ាជឺអីសោះប្រហែលជាលោកគ្រូអត់មើលប៉ាជឺទេដឹងប្រហែលជាគ្រូនឹងអត់ចេះមើលប៉ាជឺទេដឹងការពិតគឺខ្ញុំមើលទាំងអស់បងប្អូនហើយក្នុងករណីមួយទៀតបើសិនជាមើលប៉ាជឺជាមួយនឹងខ្ញុំហើយឃើញថាយើងមានខ្សែជីវិតមួយឬមួយក៏មានចំណុចមួយនៅក្នុងវ័យចអាយុណាមួយដែលយើងអាចមានគ្រោះថ្នាក់ឬមួយក៏មានបញ្ហាណាមួយពាក់ព័ន្ធដល់ជីវិតអញ្ចឹងខ្ញុំនឹងធ្វើការមើលទៅលើងៅហេងនិងខ្សែបាតដៃបន្ថែមទៀតដើម្បីបញ្ជាក់ថាតើទេវតាដែលចាមកថាឲ្យយើងនេះមានគ្រោះនៅក្នុងអាយុហ្នឹងថ្ងៃខែហ្នឹងតើយើងជាកតាមនុស្សបាតដៃមុខរបស់យើងតើយើងអាចឆ្លងផុត
អាចចន្លោះមានបញ្ហានឹងអត់យើងធ្វើការគួបផ្សំគ្នាច្រើនមែនតើបើសិនជាអ្នកទាំងអស់គ្នាមើលប៉ាជឿជាមួយនឹងខ្ញុំចំណុចចុងក្រោយបងប្អូនប្រកាសជាដឹងថាអូខ្ញុំត្រូវការធាតុអីហើយបងប្អូនប្រកាសជាឆ្ងល់ហើយជាទូទៅឃើញលោកគ្រូតែងតែប្រាប់ថាឆ្នាំនេះឆ្នាំនោះឆ្នាំនេះត្រូវប្រើពណ៌នេះតែមានតែមានឃ្លាពាក្យមួយឃ្លានៅខាងក្រោមនិយាយថាបើសិនជាបងប្អូនដឹងពីពណ៌ដែលរិស័យខ្លួនឯងត្រូវការសូមធ្វើការឆែកប៉ាជឿអញ្ចឹងកន្លែងនេះបងប្អូនប្រកាសជាឆ្ងល់ថាហាមិនបានខ្ញុំធ្វើមិនបានដឹងអ្នកខ្លះគាត់យល់ច្រឡំថាគាត់កើតឆ្នាំខ្លាគាត់ជាធាតុឈើហើយមិនប្រកាសទេអ្នកខ្លះគាត់គិតថាគាត់កើតឆ្នាំចគាត់ធាតុដីហើយអ្នកខ្លះគាត់គិតថាគាត់កើតឆ្នាំជូតគឺធាតុទឹកហើយការមើលបែបនេះគឺមិនត្រឹមត្រូវពេញលេញជាលក្ខណៈ 100% ទេវាគ្រាន់តែជាការមើលទៅក្នុងរូបមន្តមុខលើតែប៉ុណ្ណោះប៉ុន្តែបើសិនជាយើងចង់លម្អិតថាតើរាសីរបស់យើងគឺត្រូវការធាតុអីខ្លះលុះត្រាតែបងប្អូនធ្វើការឆែកប៉ាជឿជាមួយនឹងអ្នកជំនាញកន្លែងនេះខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតមិនថានៅក្នុងកម្មវិធីណាទេបើបងប្អូនឃើញវីដេអូនេះបងប្អូនគិតថាចង់មើលជាមួយខ្ញុំក៏មើលទៅប៉ុន្តែបងប្អូនចង់មើលជាមួយអ្នកដទៃដែលគាត់មានជំនាញក្នុងវិស័យចិនសែនេះហើយបងប្អូនទុកចិត្តជាងក៏បងអាចទៅមើលបានដែរគ្រាន់តែខ្ញុំចង់បញ្ជាក់ថាធាតុដែលយើងត្រូវការពុំមែនជាធាតុតួថ្ងៃរបស់យើង 100% ទេតិចគិតថាខ្ញុំកាត់តួថ្ងៃឈើធាតុខ្ញុំត្រូវការឈើអត់ទេយើងត្រូវធ្វើការកណនារកកម្លាំងនៃធាតុរបស់យើងថាធាតុរបស់យើងជាក្រងឆ្អឹងមាំឬមួយក៏ខ្សោយយើងត្រូវធ្វើការកណនាបន្ថែមទៀតដូច្នេះហើយបងប្អូនយើងមួយចំនួនគាត់តែងតែសួរថាបើសិនជាគាត់ខ្វះធាតុនេះគាត់ខ្វះធាតុនោះយើងត្រូវធ្វើរបៀបម៉េចសម្រាប់បងប្អូនដែលគាត់ឆែកប៉ាជឿជាមួយនឹងខ្ញុំនឹងធ្វើការមើលទៀតថាតើថ្ងៃខែឆ្នាំកំណើតគាត់ការបំពេញធាតុដែលគាត់ខ្វះខាតតើយើងគួរបំពេញធាតុរបៀបម៉េចក្នុងករណីភាគច្រើនខ្ញុំនឹងធ្វើការមើលហើយខ្ញុំនឹងឲ្យគាត់ធ្វើការពាក់ខ្សែអង្កាំដែលធាតុរបស់គាត់ត្រូវការខ្ញុំអត់មានខ្សែអង្កាំច្រើនធាតុទេជាទូទៅគឺមានតែ2ធាតុទេជាទូទៅគឺធាតុដែលរាសីរបស់មនុស្សម្នាក់ត្រូវការនឹងឯងហើយក៏មិនមែនថាគ្រប់គ្នាសុទ្ធតែអាចពាក់បានដែរអ្នកខ្លះពាក់ទៅវាគ្រាន់តែជាគ្រឿងលម្អមានន័យថាវាអត់មានជាការជួយទៅលើធាតុរបស់គាត់ទេគឺជាគ្រឿងលម្អព្រោះថ្ងៃខែរបស់គាត់អត់ support ជាមួយនឹងធម៌ពលដែលចេញពីខ្សែអង្កាំបងប្អូនខ្លះគាត់ត្រូវការពាក់ហើយបើសិនជាខ្ញុំចូលចិត្តឲ្យគាត់ពាក់មានការកំណត់ឧទាហរណ៍ថាគាត់ពាក់ត្រឹម3ខែពាក់ត្រឹម4ខែហើយគាត់អាចទៅធ្វើគ្រឿងអលង្ការពាក់ឬមួយក៏ប្រើប្រាស់វិធីសាស្ត្រផ្សេងទៀតដែលមិនមែនជាការពាក់អង្កាំនៅលើដៃបង្ហាញជារៀងរាល់ថ្ងៃទេអញ្ចឹងបងប្អូនដែលគាត់ឆ្ងល់ថាលោកគ្រូអត់មានឃើញលក់ខ្សែអង្កាំសោះអត់មានឃើញអីសោះនេះដោយសារតែខ្ញុំមានលក់មិនមែនថាអត់មានទេហើយខ្ញុំលក់នៅពេលបងប្អូនដែលគាត់មកមើលប៉ាជឿគាត់ត្រូវការបើខ្ញុំណែនាំឲ្យគាត់ចង់ទិញក៏ទិញគាត់មិនចង់ទិញហ្នឹងក៏ជាសិទ្ធិរបស់គាត់ដែរអញ្ចឹងមកដល់ថ្ងៃនេះខ្ញុំសូមធ្វើការបញ្ជាក់ប្រាប់បងប្អូនដែរថាខ្ញុំមានលក់ខ្សែអង្កាំដូចគ្នាខ្សែអង្កាំដៃណាប៉ុន្តែខ្សែអង្កាំរបស់ខ្ញុំនេះគឺប្រើប្រាស់មានលក្ខខណ្ឌដូចជាត្រូវការពេលវេលាពាក់ប្រហែលខែត្រូវដោះចេញពាក់ពេលណាគួរពាក់នៅធ្វើមិនខ្លះពេលពាក់ហើយតែយើងគួរដោះចេញដើម្បីដកធម្មពលសយពីសង្កាំបន្ថែមធម្មពលហេងវិញរបៀបណាគឺយើងនឹងមានការប្រាប់បងប្អូនបើសិនជាបងប្អូនត្រូវការដូចនេះនៅក្នុងថ្ងៃនេះដោយសារតែឃើញសន្ទុះបងប្អូនយើងសួរអំពីខ្សែអង្កាំច្រើនពេកខ្ញុំក៏បានបង្កើតនៅកម្មវិធីមួយមានន័យថាខ្ញុំនឹងឲ្យបងប្អូនអាចធ្វើការឆាតដោយទម្លាក់ព័ត៌មានថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនមកកាន់ក្រុមការងាររបស់យើងតាមលេខ Telegram ខាងក្រោមអញ្ចឹងមានថាបងប្អូនឆាតមកបងប្អូនសួរទៅ screenshot វីដេអូហ្នឹងថាខ្ញុំចង់ដឹងថាខ្ញុំពាក់អង្កាំពណ៌អីដើម្បី support ធាតុរបស់យើងអញ្ចឹងបងប្អូនអាចតម្លាក់នៅក្នុង Telegram ខាងក្រោមនេះក្រុមការងារនឹងធ្វើការផ្ញើនៅថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងអស់គ្នាមកកាន់ខ្ញុំដើម្បីខ្ញុំមើលថាតើថ្ងៃខែឆ្នាំកំណើតរបស់គាត់តើអាចពាក់អង្កាំបានអត់អានឹងសំណួរទី2សំណួរទី1សំណួរទី2តើការពាក់អង្កាំរបស់គាត់គួរពាក់ក្នុងវិធីសាស្ត្របែបណានិងសំណួរទី3តើត្រូវធ្វើអ្វីបន្ថែមទៀតនៅពេលដែលយើងពាក់ខ្សែអង្កាំនេះដើម្បីធ្វើឲ្យធាតុដែលយើងខ្វះខាតនេះវាមានស្ថិរភាពរហូតតទៅអញ្ចឹងបងប្អូនអាចធ្វើការឆាតសួរនាំព័ត៌មាននេះបានហើយពាក់ព័ន្ធជាមួយនឹងខ្សែដៃដោយសារតែខ្ញុំជាចិនខ្សែហើយខ្ញុំយកមកលក់នេះលក់ក្នុងករណីដូចគ្រូពេទ្យយកថ្នាំមកលក់អញ្ចឹងណាបាទហ្នឹងមានន័យថាយើងមានចំនួនតិចមែនតើនៅក្នុងស្តុករបស់យើងបើសិនជាបងប្អូនចង់បានលឿនរហ័សបងប្អូនអាចធ្វើការឆាតមកភ្លាមមកពួកយើងនឹងធ្វើការតបបើយើងនិយាយភាសាមួយទៀតមកមុនបានមុនមកក្រោយត្រូវរងចាំអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ទាប់ទៀតហើយនឹងមានវីដេអូជាច្រើនទៀតដែលយើងនិយាយអំពីហុងស៊ុយ